បើមានត្រីក្អែកធំដល់ថ្នាក់ហ្នឹងបងយកទៅធ្វើអីដែរមើលជួយប្រាប់ខ្ញុំមួយម៉ាត់មើលមួយខ្ញុំគ្រាន់តែបានត្រីក្អែកធំភ្លាមខមករើងទៅមានត្រីក្អែកធំមួយយើងគួរធ្វើម្ហូបអីនិយាយពីថាម្នាក់ឲ្យយោបល់អ្នកខ្លះស្ងោរជ្រក់អ្នកខ្លះចង្ហុយតែបើគ្រួសារខ្ញុំវិញគឺនឹកឃើញមកធ្វើភ្លាទៅប្រពន្ធប្តីចង់ញ៉ាំភ្លាប្រពន្ធដូចខ្ញុំនេះឃើញថាអត់ប្រហោងយូរទេលើតែប្តីចង់ញ៉ាំភ្លាភ្លាមវឹងទៅផ្សារទិញបន្លែទិញប្លុកមកហើយបន្ទាប់ពីហ្នឹងមកក៏រត់ទៅរោមកអីខ្ញុំជាអ្នកតលេម្នាក់ដែរតែអត់ចេះធ្វើត្រីទេនិយាយថាល្ងងជាងគេអារឿងធ្វើត្រីហ្នឹងហ្មងហើយបើថាត្រីធំដល់ថ្នាក់នេះទៀតមិនដឹងគេទៅធ្វើមិនឲ្យវាបានដាច់ចេញពីគ្នាទេនិយាយមែនលើកតែត្រីលើកមិនរួចផងត្រីមួយនេះ3គីឡូជាងបងចឹងអត់កើតទេគឺតែមានតែរោជំនួយពីម៉ាក់នឹងឯងព្រោះអីម៉ាក់ខ្ញុំជំនាញរបស់គាត់ហ្នឹងគឺធ្វើត្រីនឹងឯងគាត់ថាត្រីក្អែកចឹងយើងកុំឲ្យសកាវាយើងយកវាមកភ្លើយសាច់ទាំងចឹងបងអាហ្នឹងបិណ្ឌស្រួលព្រោះយើងត្រូវដកស្បែកវាចេញហើយមិនថាពោះត្រីក្អែកក្បាលត្រីក្អែកឬក៏ព្រុយឬក៏ឆ្អឹងអីទេអាហ្នឹងគឺយើងយកទៅស្ងោរជ្រក់បានមួយឆ្នាំងធំបងអើយឆ្អឹងវាហ្នឹងគឺម៉ាក់ខ្ញុំយកមកកាត់ព្រុយកាត់អីចេញអស់ធ្វើវាឲ្យស្អាតមកហើយកាប់វាជាដុំបែបហ្នឹងដើម្បីយើងយកទៅស្ងោរជ្រក់ជាមួយនឹងក្បាលត្រីឆ្អឹងកន្លែងពោះដូចគ្នាដែរពួកអីដោយសារញ៉ាំភ្លាតសាច់សុទ្ធមិនឆ្ងាញ់អញ្ចឹងកន្លែងឆ្អឹងឲ្យតែមានឆ្អឹងគឺម៉ាក់ខ្ញុំគាត់កាប់ចេញហើយកាប់ដុំយកទៅស្ងោរជ្រក់និយាយពីថាគ្រាន់តែស្ងោរជ្រក់ក៏ទឹកក៏មានជាតិដែរហើយនេះម៉ាក់ខ្ញុំចាប់ផ្ដើមភ្លើយកសាច់ហើយដោយសារតែភ្លាសាច់ត្រីតើវាអត់មានជាប់ស្បែកជាប់អីអញ្ចឹងអានឹងទឹកភ្លាយើងវាមានរសជាតិឆ្ងាញ់និយាយពីថាគ្រាន់តែធ្វើត្រីភ្លាហ្នឹងម៉ាក់ខ្ញុំធ្វើជាងកន្លះម៉ោងដោយសារត្រីហ្នឹងវាធំទៅវាពិបាកធ្វើហើយកបិតជ្រុញតែខ្ញុំហ្នឹងវាតូចវាអត់សូវធំហ្មងទេនេះសំណាងល្អហើយមានម៉ាក់នៅចិត្តបានភ្លាត្រីញ៉ាំបើគ្មានម៉ាក់វិញគ្មានបានចេះធ្វើទេខ្ញុំគ្រាន់តែឃើញត្រីធំហ្នឹងមកដល់ចង់ខ្លាចហ្មងត្រីធ្វើភ្លាយើងហាន់វាតូចបែបហ្នឹងដើម្បីឲ្យឆ្អឹងដែលមាននៅក្នុងសាច់ត្រីហ្នឹងវាដាច់ជាកង់ពេលញ៉ាំទៅវាអត់ធ្វើឲ្យយើងស្លាក់ឆ្អឹងទេអញ្ចឹងសាច់ត្រីដែលយើងបានហាន់ហើយយើងយកមកចាក់ទឹកខ្មេះចូលហើយដាក់ទឹកខ្មេះយើងច្រើនតិចបងរយអំបិលមកចាប់មកហើយយើងចាប់ផ្ដើមជ្រុំវាច្បាច់តិចបានហើយបងរហូតដល់សាច់ត្រីរបស់យើងហ្នឹងមានលក្ខណៈរាងស្លេកបែបហ្នឹងអញ្ចឹងយើងត្រាំវាជាមួយនឹងទឹកខ្មេះហើយនឹងអំបិលហ្នឹងចំនួនកន្លះម៉ោងធ្វើបែបហ្នឹងដើម្បីឲ្យសាច់ត្រីរបស់យើងហ្នឹងឆ្អិនជាមួយនឹងទឹកខ្មេះហើយវាខ្សោះចេញជាតិអស់ហើយបងអត់មានក្លិនឆ្អាបទេចំណែកបន្លែខ្ញុំប្រើតែសក់ជាមួយនឹងស្តៃបដោះហើយនឹងជីគ្រប់មុខហ្នឹងឯងបងអត់ប្រើអីច្រើនមុខទេសម្រាប់ភ្លាត្រីអត់សូវមានបន្លែអីញ៉ៃច្រើនទេសាច់ត្រីបន្ទាប់ពីយើងយកវាមកពុះទឹកសោះអស់ហើយគឺយើងលាយវាជាមួយនឹងស្តៃដីឬក៏កាដូងក៏បានដែរតែសម្រាប់ខ្ញុំអត់ប្រើដូងទេព្រោះញ៉ាំទៅមានអារម្មណ៍ថាវារាងស្កាតអញ្ចឹងខ្ញុំលាយតែជាមួយនឹងស្តៃដីទេជ្រុំវាឲ្យចូលសព្វបែបហ្នឹងហើយគឺហើយសម្រាប់សាច់ត្រីរបស់យើងទុកវាមួយឡែកទៅហើយឃើញនេះបងអើយមួយចាននេះជាង1គីឡូបងគឺភ្លើយកសាច់សុទ្ធតែម្ដងបន្ទាប់ពីហ្នឹងមកគឺអត់មានអីទេខ្ញុំថតបន្លែបងមើលនឹងឯងហើយយើងចាប់ផ្ដើមទៅធ្វើទឹកសុសដែលយើងដាក់ជាមួយនឹងភ្លាត្រីសម្រាប់ទឹកដែលយើងច្បាច់ចេញពីត្រីហ្នឹងយើងអត់ចោលទេបងយើងយកវាមកដាំឲ្យពុះបែបហ្នឹងមកហើយបន្ថែមនៅខ្ទិះដូងចូលយើងដាក់ជាមួយនឹងប្រហុកបងប្រហុកនេះខ្ញុំជ្រុំហើយបន្ទាប់ពីហ្នឹងមកយើងដាក់ប៊ីចេងដាក់ស្ករហើយលួចអំបិលមកចាប់បានហើយបងប្រយ័ត្នប្រៃជ្រុលតែប៉ុណ្ណឹងមកគឺទឹកសុសរបស់យើងហើយដល់វគ្គយើងញ៉ាំគឺរៀបដាក់ចានមកបែបហ្នឹងមកបងដាក់ម្ទេសឲ្យច្រើនកាន់តែឆ្ងាញ់ព្រោះឲ្យខ្ញុំចូលចិត្តហឹរដែរអញ្ចឹងដាក់ម្ទេសមកបែបហ្នឹងមកហើយដួសទឹកសុសរបស់យើងហ្នឹងស្រូបពីលើតែប៉ុណ្ណឹងឃើញថាភ្លាត្រីរបស់យើងគឺហើយ 100% ហើយអាចញ៉ាំបានមានរសជាតិឆ្ងាញ់ខ្លាំងណាស់ហើយមានក្លិនឆ្អាបទេបងមិនដែរបងមួយចាននេះឲ្យបន្ទុកខ្ញុំប៉ុន្មានដែរខ្ញុំឲ្យខ្លួនឯង10 លើ 10មកនិយាយពីថាឆ្ងាញ់អរគុណច្រើនបងបាយបាយ